ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ព័ត៌មានជាតិថ្ងៃនេះខ្ញុំសូមលើកយកព័ត៌មានដែលទាក់ទងទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជាជាមួយនឹងថៃមកផ្សាយជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីទស្សនានិងសម្ដាប់ដែលពុកម៉ែបងប្អូនទាំងអស់គ្នាបានជ្រាបរួចមកហើយថាមួយរយៈនេះគឺកម្ពុជាជាមួយនឹងថៃមានបញ្ហាសង្គ្រាមយ៉ាងញោមញីមែនទែននៅតាមបណ្ដាព្រំដែនដែលធ្វើឲ្យពិបាកដល់ប្រជាពលរដ្ឋកងទ័ពនិងថ្នាក់ដឹកនាំផងដែរដែលព័ត៌មានទាំងស្រុងគឺយើងបានដកស្រង់ចេញពីក្រសួងការពារជាតិអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ព័ត៌មានយើងទាំងអស់គ្នាក្រសួងការពារជាតិសេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតិតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថាស្ថានភាពបច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជាថៃបន្ទាប់ពីចូលជាធរមាននៅបទជប់បាញ់រវាងកម្ពុជានិងថៃកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025គិតមកដល់ថ្ងៃទី13ខែមករាឆ្នាំ2026នេះចាប់តាំងពីពេលចូលជាធរមាននៃបទជប់បាញ់រួចមកកម្ពុជាតែងតែគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅបទជប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតជាមួយគ្នានេះកម្ពុជាតែងតែផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOTព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទីនិងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទជប់បាញ់ឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពសំដៅលើកម្ពុជាតម្លាភាពកណន័យភាពនិងការជឿទុកចិត្តគ្នាទៅវិញទៅមកឯតាមស្មារតីខាងលើនៅតាមសប្តាហ៍នៃខែមករានេះក្រុមការងារសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជា CLGបានសម្របសម្រួលជូនដល់ក្រុមសង្កេតការណ៍អាស៊ាន AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពនៅទីតាំងចំនួន6ក្នុងខេត្តឧត្តរមានជ័យបន្ទាយមានជ័យនិងព្រះវិហារដែលសុទ្ធតែជាទីតាំងស៊ីវិលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាពិសេសតំបន់បេតិកភណ្ឌពិភពលោកដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហាររបស់យោធាថៃដូចខាងក្រោមនៅថ្ងៃអាទិត្យទី4ខែមករាឆ្នាំ2026ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពនៅស្ពានអូជីកស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចង្ការខេត្តឧត្តរមានជ័យនិងព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាបនៅថ្ងៃច័ន្ទទី4ខែមករាឆ្នាំ2026ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិជាំដែលស្ថិតក្នុងស្រុកបន្លុងវែងខេត្តឧត្តរមានជ័យនៅថ្ងៃអង្គារទី6ខែមករាឆ្នាំ2026ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពនៅតំបន់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅថ្ងៃប្រហ័សទី8ខែមករាឆ្នាំ2026ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិអូស្មិចស្ថិតក្នុងសង្កាត់អូស្មិចក្រុងសំរោងខេត្តឧត្តរមានជ័យនៅថ្ងៃសៅរ៍ទី10ខែមករាឆ្នាំ2026ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍ពីស្ថានភាពនៅតំបន់ច្រកបឹងត្រកួនស្ថិតក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យជាមួយគ្នានេះក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ក៏បានចុះសង្កេតការណ៍និងសួរសុខទុក្ខបងប្អូនជនភៀសសប្តិនៅជំរំជនភៀសសប្តិវត្តកណ្ដាលដែលស្ថិតក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យផងដែរនៅថ្ងៃអង្គារទី13ខែមករាឆ្នាំ2026ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពនៅភូមិសាស្ត្រភូមិកររបស់ប្រជាជនក្នុងឃុំស្រអែមស្រុកជួមខ្សានខេត្តព្រះវិហារព្រមទាំងទៅកាន់តំបន់ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិក្នុងនាមជារដ្ឋដែលគោរពច្បាប់និងមានការទទួលខុសត្រូវខ្ពស់កម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានឲ្យប្រឆាំងជាដាច់ខាត
ការគំរាមកំហែងឬការប្រើប្រាស់កម្លាំងសម្ដៅសម្រេចឲ្យបាននៅដំណោះស្រាយមួយដែលយុត្តិធម៌មិនលំអៀងនិងយូរអង្វែងដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃអង្គារ16ខែបុស្សឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជឆ្នាំ2569ត្រូវនៅថ្ងៃទី13ខែមករាឆ្នាំ2026ចុងក្រោយសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនានិងសន្តាប់វីដេអូនេះពីដើមរហូតដល់ចប់ប្រសិនបើពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តវីដេអូនេះសូមជួយចុច Subscribe និងចុច Like បើសិនជាទស្សនានៅលើ Facebook សូមជួយចុច Follow និងចុច Like Page មួយផងសូមអរគុណសូមជម្រាបលា